នៅឆ្ងាយសែនឆ្ងាយក្នុងពិភពលោកមួយដែលពោពេញទៅដោយអាថ៌កំបាំងមានបិសាចដ៏ធំហេម៉ានិងគួរឲ្យខ្លាចមួយក្បាលវាមានរូបរាងធំសម្បើមស្បែកក្រាស់ដូចថ្មហើយមានកម្លាំងខ្លាំងក្លាគ្មានពីរជារៀងរាល់យប់នៅពេលដែលប្រច័ណ្ឌពេញវងរឡើងបិសាចនោះតែងតែចេញដំណើរស្វែងរកចំណីរបស់វាដើរឆ្លងកាត់ព្រៃភ្នំជ្រៅនិងភូមិឋានស្ងាត់ជ្រោមធ្វើឲ្យគ្រប់ជីវិតទាំងអស់រស់នៅក្នុងភាពភ័យខ្លាចសំឡេងបោះជំហានរបស់វាលាន់ឮរញ្ជួយផែនដីហើយសម្រែករបស់វាអាចធ្វើឲ្យអ្នកក្លាហានបំផុតក៏ញ័រជើងដែរអ្នកភូមិរស់នៅទាំងភ័យព្រួយគ្មាននរណាម្នាក់ហ៊ានចេញពីផ្ទះនៅពេលយប់ឡើយដោយសារខ្លាចខ្លាយជាចំណីរបស់បិសាចកំណាចអស់រយៈពេលជាច្រើនឆ្នាំគ្មាននរណាអាចទប់ទល់នឹងបិសាចនេះបានឡើយរហូតដល់ថ្ងៃមួយមានវីរបុរសវ័យក្មេងម្នាក់បានលេចមុខឡើងអ្នកក្លាហានរូបនេះមានបេះដូងអង់អាចនិងទឹកចិត្តស្រឡាញ់ប្រជាជនគាត់មិនអាចត្រាំមើលឃើញភាពទុក្ខសោករបស់បងប្អូនរួមជាតិបានទៀតទេគាត់បានសម្រេចចិត្តថាត្រូវតែកម្ចាត់បិសាចនេះឲ្យបានដើម្បីនាំយកសន្តិភាពត្រឡប់មកវិញអ្នកក្លាហានរូបនេះមិនមែនមានតែដៃទេនោះទេគាត់មានដាវទេពមួយដាមដែលមុតថ្លាដូចពេជ្រអាចកាត់បានសូម្បីតែដែកថែបអ្វីដែលពិសេសជាងនេះទៅទៀតគាត់បានពាក់អាវវេទមន្តមួយដែលជាមរតកពីដូនតារបស់គាត់អាវនេះអាចការពារគាត់ពីមន្តអាគំងឹតនិងកម្លាំងរបស់បិសាចដោយមានការបដិញ្ញាចិត្តយ៉ាងមុតមមអ្នកក្លាហានបានចេញដំណើរទៅកាន់រូងភ្នំរបស់បិសាចផ្លូវទៅកាន់ទីនោះពោពេញទៅដោយឧបសគ្គនិងគ្រោះថ្នាក់ជាច្រើនប៉ុន្តែគាត់មិនបានរួញរានោះទេនៅពេលដែលគាត់ទៅដល់គាត់បានឃើញបិសាចកំពុងតែដេកលង់លូកយ៉ាងស្កប់ស្កល់ដោយមិនបង្អង់យូរគាត់ក៏បានដោកដាវទេពរបស់គាត់រួចប្រឈមមុខនឹងបិសាចដ៏ធំនោះការប្រយុទ្ធដ៏អស្ចារ្យមួយបានចាប់ផ្ដើមឡើងសំឡេងដាវប៉ះទង្គិចជាមួយស្បែកដ៏រឹងមាំរបស់បិសាចលាន់ឮពេញព្រៃតើអ្នកក្លាហានអាចយកឈ្នះបិសាចនេះបានដែរឬទេតើជោគវាសនារបស់ពិភពលោកនឹងទៅជាយ៉ាងណាសូមអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like ហើយប្រសិនបើអ្នកចង់ដឹងពីរឿងរ៉ាវបន្តទៀតសូមកុំភ្លេចចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីមុនគេយើងនឹងជួបគ្នានៅវីដេអូក្រោយ